ជាបឋមនេះខ្ញុំប្រកាសថាខ្ញុំបាទម៉ៅវាសនាសូមលំអត់លំអោនកាយក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងសូមគោរពព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលគង់នៅតាមអារាមដ្ឋាននានាទូទាំងព្រះរាជាណាចក្រកម្ពុជានិងសូមជម្រាបសួរជម្រាបរលឹកចំពោះបងប្អូនប្រិយមិត្តសាមនិកជននិងទស្សនិកជនទាំងអស់ដែលនិយមតាមដានស្ដាប់នៅកម្មវិធីវិទ្យុពរជ័យជីវិតដែលផ្សាយចេញជារៀងរាល់ថ្ងៃពីច័ន្ទដល់ថ្ងៃអាទិត្យចាប់ពីម៉ោង7ដល់ម៉ោង8គឺយើងមានរយៈពេល1ម៉ោងបាទនៅក្នុងថ្ងៃនេះគឺថ្ងៃសុក្រ15កើតខែចែកឆ្នាំកុលឯកស័កពុទ្ធសករាជ2562ត្រូវនឹងថ្ងៃ19ខែមេសាឆ្នាំ2019នៅក្នុងថ្ងៃនេះយើងនឹងលើកយកប្រធានបទជាទូទៅមកពិភាក្សាដោយមានវត្តមានវាគ្មិនចំនួន2ព្រះអង្គទី1គឺបដិជគុណរិមចន្ទរាបងបច្ចុប្បន្នកំពុងតែគង់នៅក្នុងរាជធានីភ្នំពេញដែរនិងមួយអង្គទៀតដេចគុណសឿនសុភាព្រះអង្គក៏គង់នៅក្នុងរាជធានីភ្នំពេញហើយកំពុងតែបន្តការសិក្សាផងដែរកម្មវិធីពរជ័យជីវិតនេះគឺមានផ្សាយចេញពីវិទ្យុចំនួន10នៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តនានាទី1គឺវិទ្យុ Fresh FM 87.7 MHz នៅក្នុងទីក្រុងភ្នំពេញទី2វិទ្យុ One FM 91 MHz ខេត្តកំពង់ចាមទី3វិទ្យុទន្លេ FM 102.5 MHz ខេត្តសៀមរាប4វិទ្យុសុខា FM 89.3 MHz ទីខេត្តតាកែវ6វិទ្យុសិទ្ធិបាលី FM 103 MHz កំពត6វិទ្យុអម TV 93.7 MHz ខេត្តត្បូងឃ្មុំនិង7វិទ្យុសន្ទុក FM 96.3 MHz កំពង់ធំ8វិទ្យុអង្គែល FM 93.7 MHz ខេត្តបន្ទាយមានជ័យ9វិទ្យុអង្គែល FM 88.3 MHz ខេត្តពោធិ៍សាត់និង10វិទ្យុអង្គែល FM 102.3 MHz ខេត្តបាត់ដំបងទន្ទឹមគ្នានោះផងដែរគឺកម្មវិធីពរជ័យជីវិតក៏មានការ live តាម page Facebook ឈ្មោះដាក់ឈ្មោះថាកម្មវិធីពរជ័យជីវិតតែម្ដងដោយបងប្អូនប្រិយមិត្តធ្លាប់បានតាមដានកន្លងមកអញ្ចឹងយើងចូលវាយចូលទៅក្នុង page ហ្នឹងទៅឃើញប៊ូតុងគេដាក់ពាក្យថា search ហើយយើងវាយឈ្មោះថាកម្មវិធីពរជ័យជីវិតសរសេរជាភាសាខ្មែរនឹងឃើញនៅក្នុង YouTube ហ្នឹងក៏ប្រើឈ្មោះហ្នឹងដែរគឺកម្មវិធីពរជ័យជីវិតអញ្ចឹងបងប្អូនអាចមើលទស្សនានិងស្ដាប់បានតាមរយៈ page Facebook ហើយនិងនៅក្នុង YouTube ហើយប្រធានបទនៅក្នុងថ្ងៃនេះគឺដោយសារតែយើងជាថ្ងៃចាប់ពីថ្ងៃសុក្រសៅរ៍អាទិត្យនេះភាគច្រើនគឺយើងបើកទទួលទូរស័ព្ទពីប្រិយមិត្តអញ្ចឹងបងប្អូនប្រិយមិត្តឬក៏ព្រះថេរានុថេរៈគ្រប់ព្រះអង្គអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីនេះតាមរយៈទូរស័ព្ទចំនួន2ខ្សែទី1គឺ095 59 89 29 095 59 89 29មួយខ្សែទៀតគឺ069គឺប្រព័ន្ធស្មាតហ្នឹងលេខដូចគ្នាគឺ59 89និង29បាទហ្នឹងគឺសម្រាប់លេខសម្រាប់ឧបត្ថម្ភកម្មវិធីពរជ័យជីវិតទេបាទសូមអភ័យទោសបន្តិចសម្រាប់ការសួរនៅសំណួរពាក់ព័ន្ធទៅនឹងកម្មវិធីឬក៏ប្រធានបទនេះគឺយើងមានប្រព័ន្ធ092 48 46និង46អញ្ចឹងគឺបងប្អូនអាចទូរស័ព្ទមកកាន់កម្មវិធីនេះបានមានបដិជគុណ2ព្រះអង្គលោកនឹងបកស្រាយសំណួរបើសិនជាមានអញ្ចឹងជាកិច្ចបន្តទៅទៀតនេះគឺខ្ញុំប្រកាសណាសូមប្រកេននាទីទៅបដិជគុណរិមចន្ទរាគណៈព្រះអង្គធ្វើចំណាប់អារម្មណ៍ដំបូងនៅក្នុងកម្មវិធីទៀតហើយបន្ទាប់មកនឹងប្រកេនទៅដេចគុណសឿនសុភាតែម្ដងណាសូមអរគុណខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរៈគ្រប់ព្រះអង្គដែលកំពុងតែមានវត្តមានចូលស្ដាប់នៅក្នុងកម្មវិធីពរជ័យជីវិតតាមរយៈវិទ្យុនិងព្រះថេរៈគ្រប់ព្រះអង្គដែលមានវត្តមានកំពុងស្ដាប់នៅក្នុងប្រព័ន្ធ Facebook របស់ខ្ញុំកណាផ្ទាល់និងចម្រើនពរដល់ញោមប្រុសស្រីគ្រប់គ្នាដែលកំពុងតែតាមដានស្ដាប់ដោយសារនៅក្នុងថ្ងៃនេះយើងជាថ្ងៃដែលបកស្រាយពីប្រធានបទទូទៅហើយនឹងបើឱកាសឲ្យញោមសាកសួរផង
ព្រោះហេតុនេះខ្ញុំកណាចង់លើកអំពីចំណាប់អារម្មណ៍តាក់ទងរឿងការសិក្សាប្រហែលជា15នាទីដើម្បីជាការចាប់ផ្ដើម ចង់និយាយអំពីការសិក្សានៅក្នុងព្រះពុទ្ធសាសនាអ្វីដែលខ្ញុំកណាចង់និយាយនោះគឺចង់និយាយថានៅក្នុងពុទ្ធសាសនាដែលឈ្មោះថាការរៀនឲ្យបានចប់ដែលឈ្មោះថាការរៀនបានចប់ណាហើយរៀនហើយឈ្មោះថាសម្រេចនៅប្រយោជន៍តើគេរៀនដូចម្ដេចសម្រាប់ខ្ញុំកណាធ្លាប់បានជួបប្រទះអ្នកសិក្សាផ្នែកផ្លូវលោកដែលយើងហៅថាសិក្សាផ្លូវលោកគឺសិក្សាខាងក្រៅរឿងភាសារឿងអីជាដើមហ្នឹងណាគេតែងឲ្យក្តីសំខាន់ទៅលើការរៀនចប់ថ្នាក់អញ្ចឹងឲ្យតែពេលណាគេរៀនចប់ថ្នាក់មិនថាការរៀនរបស់គេនឹងចេះឬមិនចេះទេហើយរៀនពីអីទេឲ្យតែថាគេរៀនដល់កម្រិតមួយដែលគេចង់បានគេហៅថាចប់ថ្នាក់ដូចថាយើងរៀនត្រឹមបរិញ្ញាអញ្ចឹងទៅអ្នកខ្លះក៏ចង់បានត្រឹមអនុបណ្ឌិតទៅអ្នកខ្លះក៏ឡើងបណ្ឌិតទៅឲ្យតែគេចប់ដល់ថ្នាក់ដែលគេចង់បានហើយហ្នឹងគេយល់ថាការរៀនរបស់គេហ្នឹងគឺចប់ហើយគេឲ្យសេចក្តីសំខាន់ទៅលើការរៀនរបស់គេហ្នឹងថាមានជោគជ័យអីយ៉ាងជាដើមណាហើយសំដែងសេចក្តីត្រេកអរអញ្ចឹងទៅខ្ញុំកណាអាត្មាមិនបានជាបន្ទោសអីចង់និយាយអីស្ដីបន្ទោសអីទៅក្នុងរឿងនោះទេប៉ុន្តែចង់លើកឡើងថាដែលហៅថារៀនចប់របស់ពួកគេហ្នឹងគឺគេឲ្យនិយមន័យទៅលើការរៀនចប់ថ្នាក់ចំណែកការរៀននៅក្នុងព្រះពុទ្ធសាសនាវិញណាដែលហៅថារៀនចប់ហ្នឹងគឺទាល់តែបុគ្គលនឹងឯងអាចធ្វើប្រយោជន៍ឲ្យកើតបានអំពីសិល្បៈរបស់ខ្លួនទាល់តែថាធ្វើប្រយោជន៍ហ្នឹងឲ្យវាចេញដល់គេដល់ឯងហើយអាហ្នឹងបានឲ្យឈ្មោះថារៀនចប់នៅក្នុងព្រះពុទ្ធសាសនាលោកបែងចែកការរៀនហ្នឹង3លំដាប់ទី1ហ្នឹងលោកឲ្យឈ្មោះថាបរិយ័តតើទៅរឿងការបរិយ័តហ្នឹងណាខ្ញុំសូម្បីតែយើងដើររកគ្រូអាចារ្យដើររកកល្យាណមិត្តស័ក្តិព្រះអាចារ្យរៀនជាមួយហ្នឹងក៏រាប់បញ្ចូលនៅក្នុងពាក្យថាបរិយ័តហ្នឹងដែរដំបូងដៃវាមានការរកគ្រូរកតុកសាលារកសុភៅរកមិត្តភ័ក្តិរកអ្នកវិភាសាបែបហ្នឹងក៏ឈ្មោះថាបរិយ័តដែរមិនមែនតើយើងទៅមើលសុភៅទៅទន្ទិញទៅចងចាំអីសំដែងអីវែកញែកអញ្ចឹងទេមិនហៅថារៀនទេសូម្បីតែការដើររកគ្រូតើគ្រូដូចម្ដេចទៅដែលអញគួររៀនជាមួយស័ក្តិព្រះអាចារ្យមិត្តភ័ក្តិក្នុងថ្នាក់ហ្នឹងតើអញគួរសេពគប់ជាមួយយ៉ាងម៉េចហ្នឹងអាហ្នឹងក៏រាប់ចូលក្នុងបរិយ័តដែររាប់ថាជាការរៀនដែរឯការរកឧបករណ៍រកសិភៅរកគម្ពីររកតុកសាលារៀបចំអេរិយាបថកំណត់ម៉ោងរៀនកតិការៀនហ្នឹងក៏រាប់ថាជាបរិយ័តដែរការមើលសិភៅមើលឲ្យចាំទន្ទិញកត់ចម្លងទាំងអស់ហ្នឹងក៏ឈ្មោះថាបរិយ័តដែរសូម្បីតែមើលចាំទៅហើយហ្នឹងយកមកគិតឲ្យយល់អំពីមេរៀនមួយហ្នឹងក៏នៅថារាប់ថាជាបរិយ័តដែរហ្នឹងនៅតែបរិយ័តហ្នឹងអត់តន់សម្រាប់ជាប្រយោជន៍ទេត្រង់កន្លែងហ្នឹងចង់បើកវងកញ្ចក់បន្តិចតទៅរឿងផ្លូវលោកពេលណាដែលគេរៀនចាំខ្ញុំកាលណាគេមានសុភៅមើលគេមានគ្រូមានសាលាគេចូលទៅគេបងថ្លៃបងអីហើយស្រេចបាច់គេមើលមេរៀនចាំគេប្រឡងទៅគ្រូឲ្យបន្ទុកជាប់អ្នកខ្លះយល់ថាការរៀនរបស់គេចប់ហើយគេត្រេកអរត្រឹមហ្នឹងមនុស្សខ្មែរគឺត្រេកអរត្រឹមហ្នឹងឲ្យតែថារៀនទៅបានបន្ទុកច្រើនរៀនទៅជាប់គម្ពីរគ្រូឲ្យកដាស់សម្គាល់សញ្ញាបត្របានសរសើរអីយ៉ាងមកគេថាការរៀនរបស់គេនេះគឺជោគជ័យចប់តែម្ដងអាត្មាមិនបានបន្ទោសទេប៉ុន្តែចង់បង្ហាញថាខាងផ្លូវលោកហ្នឹងគេឲ្យនិយមន័យការរៀនចប់នោះគឺនៅត្រឹមហ្នឹងឯចំណែកនៅក្នុងពុទ្ធសាសនាសូម្បីតែយើងមើលមេរៀននោះចាំហើយគិតឲ្យយល់ថែមទៀតនោះមិនមែនត្រឹមតែចាំទេចាំហើយគិតយល់យ៉ាងសពគ្រប់ហើយហ្នឹងប៉ុណ្ណឹងរាប់ថាលំដាប់ទី1នៅឡើយពួកការរៀន3លំដាប់ដូចអាត្មាលើកខាងដើមអញ្ចឹងបរិយ័តបដិបត្តិបដិវេទមើលឲ្យយល់ឲ្យចាំឲ្យយល់គិតបានសពគ្រប់ហើយហ្នឹងប៉ុណ្ណឹងឲ្យឈ្មោះថាលំដាប់ទី1នៅឡើយទេមិនមែនជាការរៀនចប់ទេដល់ពេលអញ្ចឹងក៏លបុតភិក្ខុសាមណេរអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាពួកគេនឹងមិនដែលបញ្ឈប់ការរៀនសូត្រនៅត្រឹមតែការចាំនិងការយល់ទេពួកគេដឹងថាការរៀននៅមាន2លំដាប់ទៀតនោះដល់ពេលយើងអាឆន្ទៈដែលយើងប៉ងទុកវាអត់តន់ចប់អត់តន់ហើយទេក្តីព្យាយាមក៏វាកើតឡើងតាមនោះអានឹងវាអញ្ចឹងណាតែប្រសិនបើយើងដាក់ចិត្តថាការរៀនរបស់អញចប់នៅត្រឹមការចាំនិងការយល់ទៅក្នុងគម្ពីរដែលគ្រូកំណត់ឲ្យមុខជាបន្ថយក្តីព្យាយាមហើយព
ពួកវាអស់ចិត្តថាវាអត់បានដាក់ចិត្តថាអញត្រូវរៀនតទៅដល់ពេលយើងក្តីព្យាយាមក៏វាចប់ទៅអានឹងមិនមែនហៅថារៀនចប់ទេក្នុងពុទ្ធសាសនាណាបន្ទាប់អំពីកលបុត្រអ្នកសិក្សាភិក្ខុសាមណេរឬអ្នកណាមួយដែលបានសិក្សាបែបហ្នឹងហើយណាដល់ពេលយើងយល់រួចហើយយើងយកវាទៅសាកតើការយល់របស់យើងហ្នឹងត្រូវខុសយើងយកវាទៅសាកបដិបត្តិសាកមើលណាបដិបត្តិសាកមើលកំពុងតែវឹកហាត់បដិបត្តិផ្ទាល់បែបហ្នឹងអានោះគេឲ្យឈ្មោះថាលំដាប់ការរៀនទី2ក៏មិនទាន់ហៅថាចប់ទៀតឧទាហរណ៍ថាភិក្ខុរៀនកម្មដ្ឋានហ្នឹងដំបូងដៃគេរៀនទ្រឹស្ដីសិនគេរៀនអំពីអសុភៈហ្នឹងអសុភៈហ្នឹងមានប្រមាណពណ៌ហើយត្រូវបរិកម្មដូចម្ដេចត្រូវធ្វើទុកចិត្តដូចម្ដេចត្រូវទៅរកទីកន្លែងដូចម្ដេចដើម្បីបរិកម្មហើយត្រូវបរិកម្មយ៉ាងម៉េចធ្វើទុកចិត្តយ៉ាងម៉េចអាហ្នឹងត្រឹមតែជាទ្រឹស្ដីនៅក្នុងបរិយ័តនៅឡើយពេលដែលភិក្ខុនោះឯងចូលទៅក្នុងព្រៃទៅសាកល្បងវឹកហាត់ផ្ទាល់ជាមួយនឹងអសុភៈជាមួយនឹងសាកសពនោះណាជារឿយបែបនោះប៉ុណ្ណឹងក៏ហៅថាកំពុងតែសិក្សាដែរអាការសាកផ្ទាល់ក៏ឲ្យឈ្មោះថាកំពុងតែសិក្សាដូចគ្នាអត់ទាន់ចប់ទេលុះតែបុគ្គលហ្នឹងបដិបត្តិយ៉ាងឲ្យពាល់ត្រូវនៅទីបំផុតគឺថាធ្វើឲ្យសម្រេចនៅប្រយោជន៍ចុងក្រោយគេហៅថាបដិវេទអាហ្នឹងបានឲ្យឈ្មោះថារៀនចប់ដល់ត្រង់កន្លែងហ្នឹងខ្ញុំកណាអាត្មាចង់ទាញមកខាងផ្លូវលោកម្ដងថាជាការយល់ឃើញរបស់ខ្ញុំកណាបើសិនបើឲ្យឈ្មោះថារៀនចប់នោះតតែអញ្ចេះតថាយើងនឹងឯងធ្វើប្រយោជន៍ឲ្យសម្រេចសិនឲ្យសម្រេចប្រយោជន៍ឲ្យឃើញនឹងភ្នែកសិនបានហៅថារៀនចប់ឧទាហរណ៍ថាយើងរៀនភាសាអង់គ្លេសអញ្ចឹងឬថារៀនអក្សរសាស្ត្រខ្មែរក្នុងគណៈដែលយើងរកគ្រូរកសាលារកតុករកទូទិញសៀវភៅសួរមិត្តភ័ក្តិទិញមេរៀននឹងឲ្យចាំឲ្យយល់អំពីវេយ្យាករណ៍ហ្នឹងណាអានោះហៅថាកំពុងរៀនដល់ពេលរៀនយ៉ាងយូរឆ្នាំហើយចប់សាលាគេបញ្ឈប់ត្រឹមហ្នឹងគេឲ្យកណ្ដាស់គេឲ្យបានសរសើរបានអីហើយនោះអានោះក៏មិនទាន់ឈ្មោះថាចប់ដែរបើជាការយល់របស់ខ្ញុំកណាទេហ្នឹងពេលណាដែលយើងចែកបង្រៀនយកទៅបើកបង្ហាញដល់ជនដតីដល់ក្មេងដតីអំពីអក្សរសាស្ត្រខ្មែរឬភាសាអង់គ្លេសនោះអានោះក៏មិនឈ្មោះថារៀនចប់ទៀតនឹងចង់និយាយអំពីការយល់របស់ខ្ញុំកណាអាត្មាទេមិនមែនជាការយល់របស់មនុស្សទូទៅទេប៉ុណ្ណឹងក៏មិនឲ្យឈ្មោះថារៀនចប់ដែរអានឹងគេហៅថាកំពុងតាសាកំពុងតាសាវាតើយើងនឹងបានផ្ដល់ចំណេះដឹងដល់កូនសិស្សរបស់ខ្លួននោះឲ្យពួកគេនឹងបានយល់បានដឹងអំពីអក្សរសាស្ត្រខ្មែរឬភាសាអង់គ្លេសនោះទៅពួកគេយល់ហើយយកទៅប្រើការសម្រាប់ចេញជាប្រយោជន៍របស់ពួកគេផ្ទាល់អានោះបានឈ្មោះថារៀនចប់របស់យើងបើនិយាយអំពីការបង្រៀនបែបគំនិតទស្សនៈវិញបើយើងបង្រៀនមនុស្សឲ្យធ្វើនៅសេចក្តីល្អការបញ្យល់ពីទ្រឹស្ដីការបើកបង្ហាញពីផ្លូវខុសពីផ្លូវត្រូវដល់ពួកគេហ្នឹងមានន័យថាកំពុងតែសិក្សាទេរូបគេនោះវាតើគេនឹងឯងយល់អំពីរឿងហ្នឹងហើយទៅបដិបត្តិផ្ទាល់ចេញជាប្រយោជន៍មែនឧទាហរណ៍ដូចក្នុងសង្គមខ្មែរយើងមនុស្សច្រើនតែឆ្លោះគ្នាដល់ពេលអញ្ចឹងអ្នកដែលចេញទៅនិយាយក្នុងសង្គមហ្នឹងរៀនពីសាលាពីណាពីណីមកណាយកទៅនិយាយយកទៅបញ្យល់ពួកមនុស្សទាំងឡាយដែលធ្លាប់តែឆ្លោះគ្នាធ្លាប់តែខំគ្នាហ្នឹងឲ្យវាល្អោកល្អើនរកគ្នាវិញកើតនៅភាពសាមគ្គីនឹងគ្នាវិញប៉ុណ្ណឹងបានឈ្មោះថាការរៀនហ្នឹងចប់ដើមមានន័យថាយើងរៀនហ្នឹងបានជោគជ័យហើយព្រោះការរៀនរបស់យើងមកទាំងប៉ុន្មានហ្នឹងចេញជាផ្លែផ្កាមែនវាអញ្ចឹងណានឹងនិយាយអំពីការយល់របស់ខ្ញុំកណាទេបញ្ជាក់ទៀតហើយរឿងថាគេឲ្យនិយមន័យការរៀនចប់ហ្នឹងយ៉ាងម៉េចអាហ្នឹងខ្ញុំកណាអាត្មាមិនហ៊ានថាទេប៉ុន្តែតាមដែលឃើញមកហ្នឹងភាគច្រើនណាខ្ញុំកណាជួបផ្ទាល់ហ្មងពួកគេសម្គាល់ថាការរៀនណាឲ្យតែបានគ្រូនឹងដាក់សញ្ញាបត្រឲ្យលំដាប់លេខ1លេខ2អីយ៉ាងជាដើមណាសាលាណាទទួលស្គាល់អីយ៉ាងជាដើមទៅគេថាគេរៀនចប់ហ្មងបើមិនដូច្នោះទេឲ្យទៅដល់នៅកម្រិតដែលគេគិតថារៀនដល់កម្រិតហ្នឹងទៅបានប្រាក់ខែតាមដែលខ្លួនប៉ងឧទាហរណ៍ថាបរិញ្ញាចេញធ្វើការទៅបាន500អនុបណ្ឌិត1000អីចឹងទៅបណ្ឌិត1500អីចឹងពេលណាដែលគេដល់កន្លែងហ្នឹងគ្រាន់តែរៀនចប់ភ្លាមគេថាគេជោគជ័យបណ្ដោយអត់ទាន់បានគិតថាការរៀនរបស់ខ្លួននឹងសម្រាប់ជាប្រយោជន៍ហើយឬនៅទេឲ្យតែចប់គេថាគេជោគជ័យគេត្រេកអរបាត់ហ่ะបើតាមពិតទៅសម្រាប់ការយល់របស់ខ្ញុំកណាថាអត់ទេការរៀនលុះណាតែយើងយកចំណេះវិជ្ជារបស់យើងនឹងប្រើឲ្យកើតចេញជាប្រយោជន៍សិនឲ្យឃើញមែនសិនបានយើងនឹងឲ្យឈ្មោះវាថាចប់ចង់ចប់ដើមដូចជាការរៀននៅក្នុងពុទ្ធសាសនាបានលើកឡើងអញ្ចឹងថារៀនទ្រឹស្ដីទាំងប្រមាណហ្នឹងឈ្មោះថាកំពុងរៀនសូម្បីតែកំពុងសាកហ្នឹងក៏ឈ្មោះថាកំពុងរៀនតើតែបានត្រាស់ដឹងឯនោះបានហៅថាចប់ដល់ពេលយើងបង្រៀនមនុស្សក្នុងសង្គមសពថ្ងៃហ្នឹងតើតែពួកគេនឹងចេញពីយើងទៅហ្នឹងគាត់
từ thơ bây giờ cao mấy nó đôi lựa ưu to tham mà đồ bông chlo kia nó dừng riêng bị tua sẵn nạ giang mấy tên này gì bộ kê nó bà bằng hai đầu bộ kê nó ở kia nó sờ lanh cái mấy nó thọp là cái đau cái nó với tới chia dây kia sạp bàn tới chỉ chơi rùm kia thôi bây giờ rùm kia bán nóตัวแต่เจนพลายกาแบบนึงบานซ้อมกัวหาถ่ายจอบแต่มันนู้บามันเกิดแบบนึงนะบามันเกิดแบบนึงที่โยธาเอาแต่เรียนปีศาจหายจอบปูเกนอชันเตะอยู่ปูเกนอชันเตะไอ้ผู้จอบไปดอลลาร์ไว้ได้คล้วนพัฒนามีไอเตอร์ปองติดมีไอเตอร์ปรังปลายติดมันนู้ขมายเกิดใครอย่างเราไปเกิดใครยังการเรียนนั้นคือทำสักบานจ่านี่โดยสอบไงยังใหญ่โดยจีเตะเดียนที่จอบปูเนี่ยเรียนบานกับปูน้องสาระนะเกมันบางแต่เจี๊ยสดับเนี่ยเซ่นี่โดยจ่าเนาะปลุกกิโยธากิจอบดอลกับรัฐปะริญญาโนบันเดินไอ้หอยกิธากิจอบไอ้หอยมนุษย์แต่เกิดแต่คล้วนไอ้จอบด้วยทวีอดเมียนไอ้ตรึกไทยมาเมื่อตามเปิดเตอร์นจอบมันตัวแต่ในไอ้นั่งโยกจำในวิเชียนั่งการสร้างไอ้การที่ไปยาวเจ้าสะได้นองสังคมโนมันหาแต่จอบปันมีตัวมันเธอเนอะไอ้กรอนตัวสัญญาบ้านจอบอย่างมนุษย์ได้เกิดแต่คล้วนไอ้จอบยังหอยเวียดเมียนไอ้ตรึกเปิดไทยใต้เปิดปุเกเรียนจอบปีศาลากำรัดในสลาหอยมันตัวบานเธอไปย้อยนะหอยกิโยธามันตัวจอบเตะปุเกนึงปรังปลายเธอไปย้อยตัวขาดมันดองมันบานปีดองใบดองบานบนดองอย่างถึงใหญ่ไปโยลเกมันดองเกมันปรองเปลี่ยนนี่ใหญ่ปีดองมันบานใบดองวิธีนึงมันบานวิธีเซนเดียดตัวแต่เคยพอจะแสดงทำเนี่ยสระบอกล้วนนั่งสลายรอบอันคดีวิ่งห้อยบานพอปลายกาบางค่อยบานหาแต่จอบอันนั้นวิกูแต่อย่างนะไอ้แล้วขยำกันนะก็โจรวมสมได้ปีกาโยลเคยเชียร์ดับโบงหรือที่น้องกาบสอบใส่หนึ่งปีนี่แต่ปนังเจ้าตกเอากาเอาลมจ่ามาออกเทียบปานโจรวมพ้องให้นางโยมพ้องก็นะสมอปกุลชนะเด่นได้คนมาออกเทียบกับพงรองจามั่มเลยก็นะเนี่ยบองปอนประโยชน์หนึ่งประเทศรันตระกรุบออกได้กำปงตามด่านในขนมเพจ Facebook ไปเจอบ้านเคยประเภทได้ซากำรานักจับออกตึกดอแล้วนะดังจะโซยอะไรอย่างเงี้ยนะก็นะมันดิสาแต่ดิคุณจันทราโลกบานบอกสายการเรียนในขนมพุทธศาสนาโดยเฉพาะใบหลุมดับธนาเมียนนังปีปะระยัดปะเดบ้านในนังปะเดเวนขณะลบบานลือเปียมวยการเปิดเปียนั้นเชื่อเปียระบบประสมาสัมปทได้ปองท่ามนุษย์ยังเมียนแต่เมียนเลยแต่เนื้อไปแต่เมียนจุ่มไหนดังชราแต่เมียนหนุ่มนูดก็ท่าบันดิตะเมียนโน้นะอมนูทักล้วนไอ้นั้นเชี่ยบันดิตหรือก็จินเนี่ยเดาเมียนจุ่มไหนดังจินเนี่ยเมียนทนเทียนเมียนอะไรอย่างนั้นโมตนาเพียบกันไรนั่งต่อไปเนื้อไปแต่โมตนาเพียบเวคล้ายได้เชี่ยมนุษย์ได้บอกขนมตัวสนะมวยบอสเซนในขณะเราบันเมื่อสุภาพเซนน้องเก่งใหญ่ท่าเชี่ยมนุษย์ได้เมียนเปรียบไปโดยเชี่ยเป็นได้เมียนตึกเป็นหายฉันคืออดบาตัวเป็นทำไมเด้อดบาตัวตึกทำไมเด้ฉันในตึกปปนาคือในปปนังเรียสาบอกล้วนไอ้นั่งไหลดังให้บอลใหญ่ปีตัวสนะวันบอตามเอาไว้เด็กขยมกันนะตั้งแต่ไปได้ทัดในขนมกลมรัดในตัวสนะมีในทางการโยลเคยนั่งมนุษย์ในไปได้เอาแต่เมียนตัวสนะในแต่มนุษย์อัดเตอร์นี่เด้ปีโปรแต่การน่าจะเมียนตัวสนะในเวียบังการเตยเจียปะเดเวียตกรรมมีในทางมนุษย์นั่งเมียนตัวสนะโยลเคยกับไหลนั่งเจมวยเด็ดโยลเคยท่าน้องเจโดยตรึกได้ประกาศล้างโดยเนี่ยปลายเซ็งปูนั่งได้ซาปูนั่งเมียนตัวสนะนั่งบันปูนั่งจะเมียนกลมดับเซ็งนี้นะแต่เราไปได้มนุษย์ปีสาวแต่ดอลลาร์จุ่มน้อยปัดนั่งบางส่วนจะมนุษย์บางปีสาวเรื่องนั่งมองเล่นเมียนจะตัวสนะเตยเจียเตยดอลกลมรัดในการปีสาวคืออาการวอดนั่งเล่นยัยปีกายโยลเคยยัยเตี้ยนะนั่งโดยสาบางปีสาวเท่านั่งเตยเวียพอดปีจุ่มเรือนั่งดาวตัวดอลลาร์จุ่มเรือคือปอลในสิ่งใดปัดนั่งคือมนุษย์เล่นโยลเคยเป็นจังมนุษย์เคยอย่าไว้มวยเคยวัดโถมวยแต่ตามเพียบจะแสดงบ่าวเวียมองโดยพลายปอมจังในไปได้เมียนจิตตัวสนะในอัดบานยำพลายปอมต่างออกนี่โยมมนุษย์ดำเนี่ยได้ทลบานยำพลายปอมมันยัยเคยรูปเรียงพลายปอมเมียนปอเมียนตุ่มหมเมียนอะไรจังบ่าวแต่ตามตัวสนะจังมนุษย์นั่งอาจกึศหาพลายปอมนั่งรู้จิตเสียงเสียงกับคบเสียงไอ้พลายสาวมาหรือก็เสียงตัวเรนหรือก็เสียงไอ้จังแต่ในไปได้มนุษย์บานยำพลายปอมนั่งเอามันเนี่ยมาจำนัดยำตั้งดำเนี่ยนั่งคือมันต้องนั่งดังเอาพลายปอมคือวิรุจิตแบบนี้เอาแปะปอนตอนนึงเอาไว้ได้ยืงบานได้คุณจันทราบานเจมปีกรมรัฐในกา
សិក្សារៀនសូត្រនៅក្នុងពុទ្ធសាសនាបរិយ័តបដិបត្តិនិងបដិវេណនេះខ្ញុំកណាមើលឃើញចំណុចមួយត្រង់ការសិក្សាអប់រំនៅក្នុងសង្គមខ្មែរយើងដោយសារតែពីព្រឹកមិញហ្នឹងបានឃើញ Facebook មួយគេផុសរូបអ្នកដែលទៅធ្វើការនៅកូរ៉េគេថាអ្នកដែលទៅធ្វើការនៅកូរ៉េហ្នឹងមានគេដាក់ជារូបផ្ទះធំទៅធ្វើការនៅកូរ៉េ2ឆ្នាំឬក៏5ឆ្នាំសល់លុយធ្វើផ្ទះឲ្យម៉ែឪមានលុយទិញដីទុកសម្រាប់ខ្លួនឯងទៀតក៏ប៉ុន្តែគេពេបនៅក្នុងเพจហ្នឹងគេពេបជ្រាយឲ្យអ្នកដែលរៀនសូត្រគេថាសម្រាប់អ្នកដែលខំចំណាយញើសឈាមកម្លាំងដើម្បីយកលុយទៅចិញ្ចឹមកូននៅរៀនបាន4-10ឆ្នាំនៅតែមិនឃើញជួយម្ដាយជួយគ្រួសារអីឲ្យមានឃើញទៅរៀនហើយការងារដល់ពេលបានការងារធ្វើដោយសារតម្លៃការងារនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងអ្នកចប់បញ្ញាបត្រអីបាន200 300អីណាដល់អញ្ចឹងទៅសួរថាមួយឆ្នាំសល់ប្រមាណទូទាត់ការចំណាយហើយយកលុយហ្នឹងទៅធ្វើផ្ទះបើប្រៀបធៀបជាមួយអ្នកដែលធ្វើការនៅកូរ៉េមួយខែបាន1700 1800ឬក៏2000ហ្នឹងគឺអ្នកនៅកូរ៉េហ្នឹងគេសល់លុយច្រើនជាងអញ្ចឹងសម្រាប់គាត់ដែលគាត់មើលជារបៀបថាជា short term មើលក្នុងរយៈពេលខ្លីគាត់អាចនឹងមានមោទនភាពថាអ្នកដែលទៅធ្វើការនៅក្រៅអីអញ្ចឹងគាត់វាល្អជាងក៏ប៉ុន្តែហ្នឹងជាការយល់ឃើញទេតែបើសិនជាអ្នកដែលមើលស៊ីជម្រៅគេយល់ឃើញថាការអប់រំនេះវាជាការវិនិយោគទុននៅក្នុងរយៈពេលវែងហើយបើមែនទេទៅមនុស្សក៏មិនត្រូវឆ្លោះគ្នាកន្លែងហ្នឹងទេដោយសារទាំងអ្នកមានចំណេះដឹងទាំងអ្នកដែលសន្សំទ្រព្យធ្វើការនៅក្រៅប្រទេសក៏រួមចំណែកបានយកអាហ្នឹងមកជួយប្រទេសដូចគ្នាបើតាមក្រសួងការងារបានបង្ហាញថានៅក្នុងឆ្នាំ2018នេះថវិកាដែលប្រជាពលរដ្ឋខ្មែរឬក៏ពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេសទាំងអស់ផ្ញើចូលមកក្នុងស្រុកវិញផ្ញើឲ្យគ្រួសារឲ្យឪពុកម្ដាយឲ្យបងប្អូនហ្នឹងមានជាង$2000 លានចំនួនហ្នឹងច្រើនមែនទែនណាដែលរួមចំណែកជួយស្ដារសេដ្ឋកិច្ចគ្រួសារជួយជួសជុលជីវភាពដែលវាមានការខ្វះខាតអ្នកខ្លះធ្វើផ្ទះអ្នកខ្លះយកទៅទិញដីទិញអីអញ្ចឹងទៅឬក៏ដោះបំណុលអីអញ្ចឹងទៅគឺរួមចំណែកក្នុងការធ្វើប្រយោជន៍កណាហើយឥឡូវនេះសូមប្រកេននាទីទៅដេចគុណសុភាម្ដងព្រះអង្គមានអីបន្ថែមទេសូមមុនគណៈជាបឋមសូមនមស្ការចំពោះគុណបរតនត្រៃទាំង3ដោយសេចក្តីគោរពជ្រះថ្លានិងសូមនមស្ការចំពោះគណៈគុណម្ចាស់ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះព្រះអង្គរាមចន្ទរារីមចន្ទរាគណៈសូមអភ័យទោសផងស្គាល់តាមបណ្ដាញសង្គមហើយថ្ងៃនេះទើបទាំងបានជួបប្រភពផ្ទាល់គណៈតាមរយៈការបកស្រាយនិងចំណាប់អារម្មណ៍របស់លោកម្ចាស់ដែលតាក់ទងជាមួយនឹងប្រធានបទថ្ងៃនេះគឺតាក់ទងជាមួយនឹងការអប់រំនៅក្នុងពុទ្ធសាសនាគុណម្ចាស់ក៏បានលើកឡើងអធិប្បាយក្បាយតាក់ទងជាមួយនឹងការរៀនសូត្រទាំងផ្លូវលោកផ្លូវធម៌អញ្ចឹងខ្ញុំកណាក៏មានចំណែកខ្លះដែលជាការយល់ដឹងផ្ទាល់ខ្លួនតែបានរៀនសូត្រចេះដឹងមកតិចតួចបច្ច័យរំលែកចំពោះប្រជាពុទ្ធបរិស័ទទាំងអស់ទូទាំងប្រទេសដែលបានស្ដាប់សំឡេងតាមរយៈបណ្ដាញវិទ្យុនេះអញ្ចឹងនៅក្នុងការរៀនសូត្រគឺយើងចែកចេញជា2យើងចែកចេញតាមរយៈទី1ហ្នឹងគឺការសិក្សាតាមផ្លូវលោកអញ្ចឹងមនុស្សទាំងឡាយខំសិក្សារៀនសូត្រព្យាយាមស្វះស្វែងរកចំណេះដឹងដើម្បីឲ្យមានជីវភាពនឹងសមរម្យហើយនឹងដើម្បីរស់នៅតាមរបៀបសង្គមហ្នឹងឲ្យត្រូវបរិបត្តិដូច្នេះចំណេះដឹងផ្លូវលោកហ្នឹងគឺជាផ្នែកមួយដែលធ្វើឲ្យការរីកចម្រើននៅក្នុងប្រទេសនិងសង្គមជាតិហ្នឹងហើយការវិវត្តនៃចំណេះដឹងនោះគឺតាំងពីបដិវត្តឧស្សាហកម្មបដិវត្តកសិកម្មតាំងពី10000 ឆ្នាំមុនគ្រិស្តសករាជដែលមនុស្សចាប់ផ្ដើមលេងបរបាញ់សត្វចាប់ផ្ដើមមកធ្វើស្រែចម្ការហើយតាមរយៈបដិវត្តឧស្សាហកម្មនៅក្នុងសតវត្សទី19នៅក្នុងប្រទេសអង់គ្លេសចឹងមនុស្សទាំងឡាយចាប់ផ្ដើមលេងសូវប្រើកម្លាំងហើយលេងសូវប្រើកម្លាំងដើម្បីធ្វើស្រែចម្ការហើយប៉ុន្តែចាប់ផ្ដើមប្រើប្រព័ន្ធបច្ចេកវិទ្យាឬក៏គ្រឿងយន្តដើម្បីបង្កើនទិន្នផលនោះឲ្យបានច្រើនអញ្ចឹងការវិវត្តនៃចំណេះដឹងរបស់មនុស្សតាមរយៈផ្លូវលោកហ្នឹងគឺធ្វើឲ្យមនុស្សនៅក្នុងសង្គមជាតិហ្នឹងរស់នៅបានប្រកបដោយសេចក្តីសុខ
ប៉ុន្តែសុកនោះស្ថិតនៅក្នុងអាមិសគេសិតសុកវាស្ថិតនៅក្នុងការប្រែប្រួលត្រង់ចំណុចនេះដែលព្រះពុទ្ធព្រះអង្គមិនមានសម្ដែងដែលតាក់ទងជាមួយនឹងរឿងវិជាសាស្ត្រច្រើនសួរថាព្រះពុទ្ធព្រះអង្គល្ងងរឿងវិជាសាស្ត្រហ្នឹងទេព្រះពុទ្ធមិនល្ងងទេព្រះអង្គជាលោកវិទូព្រះអង្គជាអ្នកជ្រាបច្បាស់នៅលោកចុះហេតុអីបានជាព្រះអង្គមិនសម្ដែងបរិយាយអត្ថបាយអំពីវិជាសាស្ត្រឲ្យបានលម្អិតចំពោះមនុស្សលោកចំនួនក្រោយនេះព្រោះរបស់ទាំងអស់នោះវិជាទាំងអស់នោះធ្វើឲ្យមនុស្សជាប់ជំពាក់ខ្លាំងហើយជាពិសេសទៀតសម័យឥឡូវហ្នឹងគឺបច្ចេកវិទ្យារបស់ទំនើបនេះធ្វើឲ្យមនុស្សខ្ជិលអញ្ចឹងនៅប្រទេសអាមេរិកមនុស្សលេងសូវដើរហើយប្រទេសកំពុងប្រទេសអភិវឌ្ឍភាគច្រើនគឺមនុស្សគឺបញ្ហាជំងឺជើងគឺគាត់ចាប់ផ្ដើមពុកឆ្អឹងជើងគាត់ទៅណាក៏គាត់ប្រើឡានដែរហើយគាត់ចាប់ផ្ដើមប្រឈមមុខនឹងជំងឺបញ្ហាសុខភាពទាំងអស់នេះវាមានរឿងច្រើនថាធ្វើឲ្យមនុស្សខ្ជិលប្រព័ន្ធបច្ចេកវិទ្យាទំនើបសប្តាហ៍ថ្ងៃនេះហើយក៏ធ្វើឲ្យមនុស្សនឹងជាប់ជំពាក់ខ្លាំងនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ហ្នឹងដែរដូចជាឡានទូរស័ព្ទកុំព្យូទ័ររបស់ទាំងអស់នោះវាធ្វើឲ្យមនុស្សជាប់ជំពាក់ខ្លាំងកាលណាបើជាប់ជំពាក់មនុស្សវាស្ថិតនៅក្នុងការវិលវល់កើតស្លាប់ក្នុងសង្សារវដ្តនេះដូច្នេះបានជាព្រះអង្គមិនសម្ដែងអំពីចំណេះដែលធ្វើឲ្យមនុស្សជាប់ជំពាក់នៅក្នុងលោកទេរីឯចំណេះដឹងដែលអ្នកប្រាជ្ញតាំងពីសម័យបុរាណបានបន្សល់ទុកឲ្យមនុស្សចំនួនក្រោយនេះពិភពលោកបានទទួលគេដំណើរពីចំណេះដឹងរបស់មនុស្សទាំងអស់នោះដូចជា Aristotle Plato ណាហើយអ្នកប្រាជ្ញដូចជាសម័យថ្មី Einstein ឬហៅថា Einstein ឬក៏អ្នកប្រាជ្ញសម័យសប្តាហ៍ថ្ងៃនេះដែលគាត់បន្សល់នៅចំណេះដឹងច្រើនឲ្យមនុស្សរៀនសូត្រចំណែកទាំងអស់ហ្នឹងគឺជួយឲ្យមនុស្សកសាងសន្តិភាពនៅក្នុងសង្គមជាតិហ្នឹងមួយផ្នែកប៉ុន្តែផ្លូវលោកណាកណាអញ្ចឹងខ្ញុំកណាទាញមកផ្លូវធម៌វិញនៅក្នុងពុទ្ធសាសនាគឺដោយគុណចាស់លើកឡើងតាក់ទងជាមួយនឹងការរៀនសូត្រមាន3ចំណុចមិញគឺបរិយ័តបរិបត្តិហើយនិងបដិវេទហើយមាន3ចំណុចទៀតនៅក្នុងពុទ្ធសាសនានោះដែលព្រះអង្គហៅថាត្រៃសិក្ខាគឺសិលសមាធិបញ្ញាអញ្ចឹងការរៀនសូត្រទាំងអស់នោះគឺវាខុសគ្នាអំពីផ្លូវលោកមនុស្សមានចំណេះដឹងច្រើនធ្ងន់ក្បាលគាត់មានចំណេះដឹងច្រើនគាត់ចាប់ផ្ដើមជាប់ជំពាក់ច្រើនដោយលោកតាឃីវជុំគាត់និយាយថាមនុស្សដែលមានទៅរៀនដើម្បីបានចំណេះដឹងបានប្រាក់ខែច្រើនបានប្រាក់ខែច្រើនគាត់ចង់បានប្រាក់ខែច្រើនទៀតគាត់ទៅរៀនទៀតតបរិញ្ញាបត្រទៅអនុបណ្ឌិតទៀតគាត់រៀនទៀតគាត់រៀនចប់គាត់បានប្រាក់ខែច្រើនហើយគាត់ចង់រៀនទៀតដើម្បីឲ្យបានប្រាក់ខែច្រើនជាងនឹងទៀតទាំងអស់នេះគឺជាស្ថិតនៅក្នុងការវិលវល់ការប្រែប្រួលហើយនឹងការចង់បានគឺឧបាទាននិងតណ្ហាហ្នឹងអញ្ចឹងតកតងជាមួយនឹងការរៀនសូត្រនៅក្នុងពុទ្ធសាសនាគឺសិលសិក្ខាហ្នឹងគឺព្រះអង្គឲ្យមនុស្សសិក្សារៀនសូត្រអំពីអិរិយាបថកាយវិការដែលធ្វើឲ្យសង្គមជាតិនិងខ្លួនឯងហ្នឹងគឺមានសន្តិភាពហើយមានមេត្តាមេត្តាចំពោះគ្នានឹងគ្នារីឯសិលនិងសមាធិមួយទៀតគឺជាការធ្វើឲ្យមាននៅសេចក្តីស្ងប់នៅក្នុងចិត្តគឺភាពបរិសុទ្ធអញ្ចឹងកាលណាបើនៅក្នុងខ្លួនរបស់មនុស្សយើងដែលជាអ្នកប្រតិបត្តិដែលជាអ្នកធ្វើហ្នឹងគឺមាននៅភាពល្អបរិសុទ្ធហើយអញ្ចឹងសង្គមជាតិហ្នឹងក៏ទទួលបានឥទ្ធិពលនឹងការចែករំលែកពីមនុស្សបរិសុទ្ធហ្នឹងដែរកណាហើយទី3ហ្នឹងគឺបញ្ញានេះគឺជាចំណុចចុងក្រោយដែលតាមរយៈការសិក្សារៀនសូត្រស្ដាប់ច្រើនអញ្ចឹងទៅគឺយើងចាប់ផ្ដើមទទួលបាននៅបញ្ញាហើយបញ្ញានោះនៅក្នុងពុទ្ធសាសនាគឺចែកចេញជា2លោកយៈបញ្ញានិងមួយទៀតគុណចាស់ជួយលោកុត្តរៈបញ្ញាហ្នឹងហើយអញ្ចឹងបញ្ញាដែលចេះហើយនៅវាជាប់ជំពាក់វល់ហើយបញ្ញាមួយទៀតគឺបញ្ញារបស់ព្រះអរហន្តហ្នឹងឯងអញ្ចឹងនៅក្នុងចំណុចនេះដែលបានសិក្សារៀនសូត្រខ្ញុំកណាបានសិក្សារៀនសូត្របានចេះដឹងមកខ្លះដែលតាក់ទងជាមួយនឹងការរៀនសូត្រនៅក្នុងពុទ្ធសាសនាហើយមាននៅក្នុងសភៅទស្សនវិជ្ជាពុទ្ធសាសនាមួយដែលនិយាយអំពីពាក្យថាពុទ្ធសាសនាអញ្ចឹងលោកលើកឡើងថាពាក្យថាពុទ្ធសាសនានោះគឺលោកលើកឡើងថាពុទ្ធិបូកជាមួយនឹងសាសនាអាហ្នឹងជាការយល់ឃើញរបស់លោកណាអញ្ចឹងខ្ញុំកណាសូមលើកមកពីចំណុចហ្នឹងបន្តិចគឺលោកប្រែថាលទ្ធិនៃការរៀនសូត្រលទ្ធិនៃចំណេះដឹងហ្នឹងរបស់លោកណាអញ្ចឹង
ចំណុចហ្នឹងក៏ត្រូវមកផ្នែកដែរហើយបើប្រែយើងប្រែមួយទៀតគឺពុទ្ធៈយើងប្រែតែពុទ្ធៈហ្នឹងគាត់ប្រែតែពុទ្ធិអញ្ចឹងយើងប្រែតែពុទ្ធៈហ្នឹងគឺជាអ្នកត្រាស់ដឹង reality ហ្នឹងប្រែតែផ្លូវតម្រង់ផ្លូវដែលនាំឲ្យមិនទាត់ឬក៏ផ្លូវលទ្ធិដែលនាំឲ្យការមានការត្រាស់ដឹងនឹងរួចចាក់ទុក ណាដូចគុណណាសំកាត់បន្តិចមើលពាក្យត្រាស់ដឹងហើយនឹងពាក្យដឹងនឹងខុសគ្នាឬមិន ខុសគ្នាមនុស្សយើងដឹងនរណាក៏ដឹងថាស្លាប់មែនទេយើងដឹងថាស្លាប់ជាវត្ថុជនយើងរាល់ថ្ងៃណាប៉ុន្តែយើងនៅជាវត្ថុជនដល់ឡើយហ្នឹងប៉ុន្តែព្រះអរហន្តនិងព្រះពុទ្ធព្រះអង្គដឹងដែរប៉ុន្តែដឹងខុសអំពីមនុស្សយើងធម្មតា អញ្ចឹងចុះដូចករណីមួយលោកអ៊ីសាក់ញូតុនថ្ងៃមួយដែលគាត់ទៅអង្គុយនៅក្រោមដើមប៉មគាត់បានឃើញផ្លែប៉មធ្លាក់ពេលហ្នឹងសម្រាប់យើងធម្មតាយើងគ្រាន់តែឃើញវាធ្លាក់ទេតែគាត់បានជាអ្នកដែលបង្កើតទ្រឹស្ដីទំនាញផែនដីទ្រឹស្ដីទំនាញផែនដីនៅក្នុងហ្នឹងការមើលឃើញផ្លែប៉មធ្លាក់របស់គាត់ហ្នឹងវាមើលលើសពីមនុស្សយើងធម្មតាគាត់មើលឡើងយល់ជ្រួតជ្រាបទៅក្នុងធម្មជាតិហ្នឹងទៅរឿងហ្នឹងអញ្ចឹងចំណុចហ្នឹងយើងអាចនិយាយថាជាការដឹងឬក៏ជាការត្រាស់ដឹងរបស់គាត់អរគុណបងវាសនាចំណុចតាក់ទងជាមួយនឹងនេះគឺជាចំណេះដឹងខាងផ្លូវលោកតាក់ទងជាមួយនឹង Isaac Newton នៅក្នុងកំឡុងសតវត្សទី18 19នឹងឯងអញ្ចឹងទ្រឹស្ដីរបស់ Isaac Newton មិនទាន់ត្រូវ 100% ទេ Isaac Newton គាត់រកបានត្រូវផ្នែកខ្លះដែលជាការចាប់ផ្ដើមធ្វើឲ្យមនុស្សយល់ដឹងអំពីទំនាញផែនដីប៉ុន្តែវាមានចំណេះដឹងតាក់ទងជាមួយនឹងរឿងទាំងអស់នឹងក្រោយមកទៀតដែលអ្នកប្រាជ្ញចំនួនក្រោយគាត់បំពេញបន្ថែមទៅលើទ្រឹស្ដីទាំងអស់ហ្នឹងកណាទេអញ្ចឹងវាស្ថិតនៅក្នុងការគិតដោយបងនិយាយអញ្ចឹងគឺទស្សនៈហ្នឹងគឺកាលណាបើមនុស្សមានទស្សនៈវានៅតែមានការខ្វែងគ្នាអញ្ចឹងពួកលោកទាំងអស់ហ្នឹងគឺអ្នកប្រាជ្ញទាំងអស់ហ្នឹងគឺជាអ្នកដែលយល់ឃើញចេញអំពីទស្សនៈនឹងការសម័យអញ្ចឹងគាត់អត់ perfect ទេប៉ុន្តែយើងហាក់ដូចជាពួកគាត់ហ្នឹង perfect ដូចជាទ្រឹស្ដីរបស់ Aristotle ទ្រឹស្ដីរបស់ Plato យើងហាក់ដូចជាទ្រឹស្ដីរបស់គាត់រាល់ថ្ងៃហ្នឹងគឺត្រូវ 100% ប៉ុន្តែការស្រាវជ្រាវការសិក្សារៀនសូត្រនៅក្នុងប្រព័ន្ធអប់រំគឺទ្រឹស្ដីរបស់គាត់នៅមានការខ្វះចន្លោះហើយអ្នកប្រាជ្ញចំនួនក្រោយទេគាត់យកទ្រឹស្ដីថ្មីហ្នឹងទៅផ្សំគ្នាជាមួយទ្រឹស្ដីចាស់ហ្នឹងឲ្យបានទៅជា perfect ប៉ុន្តែនៅក្នុងពុទ្ធសាសនាវិញគឺ perfect តាំងពីបទដើមបទកណ្ដាលហើយបទចុងហើយវាត្រូវតាំងពីសម័យមុនសម័យឥឡូវនេះហើយនឹងត្រូវរហូតដល់សម័យក្រោយទៀតកណាត់នេះឥឡូវសុំប្រកេនទៅដូចគុណចន្ទរាខ្លះដូចគុណបើជាមានអីចង់បន្ថែមទេនមស្ការក្រាបថ្វាយបង្គំសាជាថ្មីលោកម្ចាស់គ្រូព្រះអង្គហើយនឹងចម្រើនពរខ្ញុំម្ដងទៀតឥឡូវចូលរួមចង់ត្រឡប់ទៅរកការនិយាយរបស់ខ្ញុំកណាអាត្មាភាពបន្តិចសិនហើយចាំចូលរួមបន្ថែមណាកណាចង់សរុបចេះខ្ញុំនិយាយទៅនិយាយមកក្រៃលោស្ដាប់មិនបានចង់និយាយថាដែលហៅថាការរៀនចប់របស់ពួកមនុស្សដោយច្រើនតាមដែលអ្វីដែលអាត្មាធ្លាប់ដឹងមកណាពួកគេកំណត់ដោយវិជាកំណត់ដោយវិជាកំណត់ដោយប្រាក់កំណត់ដោយគ្រូចំណត់ដោយវិជាយ៉ាងម៉េចអុយថាគាត់សិក្សារឿងភាសាអញ្ចឹងបើសិនបើចប់ជឿភៅហើយគឺចប់ហើយក៏កើតសេចក្តីត្រេកអរត្រឹមហ្នឹងអ្នកខ្លះទៀតកំណត់ដោយលុយកាក់បើគាត់រៀនដល់កម្រិតដែលគាត់ចង់បាន$2000បានរស់កើតស្រុកខ្មែរដល់ពេលគាត់រៀនបានដល់ហ្នឹងគាត់ថាគាត់ចប់ហើយក៏ឈប់ការសិក្សាទៅឈប់រវល់ឈប់ស្ដាប់ហើយអ្នកខ្លះទៀតកំណត់ដោយគ្រូពេលណាដែលគាត់យកបន្ទុកយកសញ្ញាបត្រអំពីគ្រូបានគាត់ថាការរៀនរបស់គាត់ក៏ចប់ហើយគាត់ឈប់ហើយគាត់លែងរវល់អីទៀតយ៉ាងបានជាឃើញយុវជនខ្លះដែលរៀនចំតែស្ដាប់លោកទេណាកណាដោយសារពួកគេចប់ទៅហើយចាំបាច់អីទៅស្ដាប់ទៀតអានឹងវាមានអញ្ចឹងនឹងការយល់ឃើញរបស់មនុស្សដ៏ច្រើនមិនមែនខ្ញុំកណាអាត្មាចេះថាទេធ្លាប់ជួបមកអញ្ចឹងតែសម្រាប់ការយល់ឃើញរបស់ខ្ញុំកណាអាត្មាផ្ទាល់យល់ឃើញថាពេលណាយើងមិនទាន់ធ្វើប្រយោជន៍ឲ្យកើតពេលណាដែលយើងមិនទាន់ធ្វើប្រយោជន៍ឲ្យកើតចេញជាផលជាក់ស្ដែងទេមិនហៅថារៀនចប់ទេខ្ញុំដោយក្នុងគណៈនឹងលើកឧទាហរណ៍អញ្ចឹងញោមប្រុសស្រីកំពុងតែស្ដាប់លោកម្ចាស់គ្រូព្រះអង្គកំពុងតែស្ដាប់នឹងរាប់ថាការសិក្សាមែនអត់ព្រោះស្ដាប់នោះជាសុតៈមួយដែរណាកំពុងតែស្វែងយល់ការចាំសម្ដីដែលគេកំពុងនិយាយហ្នឹងហៅថាសិក្សាមួយ
ការរកទូរស័ព្ទមកបើករកថ្ងៃហ្នឹងគេផ្សាយពីអីហ្នឹងក៏ជាជំហានទៅរកការសិក្សាដែរនេះហៅថាសិក្សាដែរដល់ពេលការមកស្ដាប់ឲ្យចាំនៅអ្វីដែលគេកំពុងនិយាយព្រោះសញ្ញាវាមានមកមុនការគិតមកក្រោយអាការចាំទ្រឹស្ដីគេនិយាយហ្នឹងក៏ហៅថាការសិក្សាដែរដល់ពេលគិតឲ្យយល់តាមមិនទាន់នៅអ្វីដែលគេកំពុងតែនិយាយហ្នឹងឲ្យយល់ន័យក៏ហៅថាការសិក្សាប៉ុន្តែមិនហៅតែចប់ទេខ្ញុំអត់ហៅតែចប់ទេអ្នកស្ដាប់ធម៌គ្រប់គ្នាណាបើដឹងថាគេនិយាយពីអ្វីយល់រួចហើយហ្នឹងតើតែយើងយកអាហ្នឹងអាទ្រឹស្ដីបែបហ្នឹងទៅបដិបត្តិខ្លួនឯងហើយក្នុងគណៈដែលបដិបត្តិខ្លួនឯងណាបើសិនបើមិនចេញជាផ្លែជាផ្កាទេមិនហៅថាចប់ទៀតឧទាហរណ៍ក្នុងថ្ងៃហ្នឹងជាការឧទាហរណ៍ថាយើងកំពុងនិយាយថាធ្វើយ៉ាងម៉េចឲ្យខ្មែរយើងហ្នឹងស្រឡាញ់គ្នាកុំឲ្យឆេះជួលពេកណាកុំឲ្យចេះតែស្អប់គ្នាខុសតំណងដល់ពេលខ្ញុំកណាហើយនឹងញោម3អង្គកំពុងតែនិយាយអញ្ចឹងញោមកំពុងតែស្ដាប់ដល់ពេលកំពុងតែស្ដាប់ហើយយល់អំពីទ្រឹស្ដីដឹងហើយថាគេត្រូវធ្វើវិធីដូចម្ដេចចាំទ្រឹស្ដីយល់ទ្រឹស្ដីនឹងហើយខ្លួនឯងក៏យកទៅនិយាយប្រាប់ជនដទៃក្បែរខាងចាប់ផ្ដើមចេញពីកូនរបស់ខ្លួនកុំឲ្យវាជ្រុះគ្នាបើសិនបើញោមនិយាយបញ្យល់វាមិនទាន់បានសម្រេចទេវានៅតែជ្រុះគ្នាដដែលនិយាយម្ដងពីរដងហើយនៅតែដដែលបែបហ្នឹងបើតាមការយល់របស់អាត្មាមិនហៅទៅចប់ទេមិនហៅតែចប់ទេបើនិយាយម្ដងបាន2ដង2ដងបាន3ដងបើវិធីហ្នឹងដដែលឃើញថាទៅមុខដូរអាផ្លូវផ្សេងដូរផ្លូវផ្សេងហៅថាដូរវិធីប៉ុន្តែមិនដូរទិសដៅរបស់យើងចង់ឲ្យកូនស្រឡាញ់គ្នាប៉ុន្តែវិធីនិយាយរបស់យើងវាមិនទាន់ត្រូវទេដឹងបានយើងដូរវិធីថាធ្វើយ៉ាងម៉េចឲ្យតែពួកគេស្រឡាញ់គ្នាបានលោកតែពួកគេនឹងស្រឡាញ់គ្នាហើយឃើញផលហ្នឹងគេហៅផលខ្ញុំដំបូងឆ្លោះឥឡូវស្រឡាញ់គ្នារាប់អានគ្នាលោកអើរកគ្នាកូនវិជ័យរួបរวมគ្នាអាហ្នឹងចេញជាផលតលតែផលបែបហ្នឹងកើតបានគួរទទួលស្គាល់ថានេះជាជោគជ័យហៅថារៀនចប់មនុស្សបើមិនគិតបែបហ្នឹងទេឲ្យតែចប់ពីគ្រូចប់ព្រោះប្រាក់កំណត់ជាប់ព្រោះគ្រូកំណត់ចប់ព្រោះសភៅកំណត់ណាពួកគេលែងមានក្តីព្យាយាមហើយលែងមានក្តីព្យាយាមលែងតាំងចិត្តដើម្បីទទួលការចេះដឹងអីទៀតហើយក៏មិនយកទៅអនុវត្តទៀតខ្លះគ្រូខ្លះនិយាយមែនគាត់ចេះតែទ្រឹស្ដីតាមសភៅហ្នឹងដល់ថ្នាក់ទៅគាត់ចូលនិយាយកោមិនដែលបានសិស្សណាមួយស្ដាប់គាត់ហើយសាប់មានផលវិជ្ជមានក្រៅអំពីការចាំបើគ្រូចាំអីកូនសិស្សចាំនោះហើយគាត់ថាហ្នឹងជោគជ័យរបស់គ្រូហើយកូនសិស្សដែលចាំពីគ្រូបានគ្រប់100ហ្នឹងគេថាជោគជ័យរបស់សិស្សគេទៅតែអញ្ចឹងការរៀនរបស់ខ្មែរយើងភាគច្រើនគឺអញ្ចឹងតាមខ្ញុំកណារកឃើញមកគឺអញ្ចឹងអាត្មាឃើញមកគឺអញ្ចឹងខ្ញុំនិយាយយ៉ាងខ្លីថាដែលហៅថារៀនចប់ជាការយល់របស់អាត្មាទេថាតើតែយើងយកវិជ្ជាហ្នឹងទៅប្រើឲ្យចេញជាផ្លែផ្កាមែនដល់រាបណាយើងព្យាយាមមិនទាន់បានសម្រេចចេញជាផ្លែផ្កាទេកុំដាក់ចិត្តឈប់មិនហៅថាចប់ទេបែបនេះមិនហៅថាចប់ទេបើនៅក្នុងពុទ្ធសាសនាខ្ញុំគិតមើលប្រអប់ឲ្យតម្រុយណាបរិយ័តដបងដៃមើលសភៅទិញអីយ៉ាងមកគិតចាំបែកពពុះមាត់ដល់ពេលទី2បដិបត្តិនោះទៅសាកទៅអង្គុយទៅដោះខាត់ទៅពិចារណាទៅមិនហៅថាចប់ទេណាលោកតាពលត្រូវសិនបដិវេទដោយព្រះអរហន្តណាពេលណាដែលលោកត្រាស់ដឹងឲ្យលោកមកនិយាយគ្នាថាពួកយើងមានភារៈដាក់ចុះហើយអត់មានភារៈអីទៀតទេសោលសកិច្ចកិច្ចទាំង16ក្នុងពុទ្ធសាសនាគឺពួកយើងចប់ហើយមានភារៈដាក់ចុះហើយលោកចង់និយាយថាអត់មានអីត្រូវធ្វើហើយលោកហៅឈ្មោះពួកលោកថាជាអសេកខោអ្នកអត់មានចាំបាច់សិក្សាអីទៀតទេវាអស់អីត្រូវធ្វើហើយមិនមែនថាលោកមិនជួយគេចង់និយាយថាបើត្រឹមតែរឿងផ្ទាល់ខ្លួនណាលោកដឹងអស់ហើយលោកមានអីត្រូវធ្វើទៀតទេសម្រាប់ខ្លួនលោកតោះតែបែបនោះខ្ញុំមិនហៅតែចប់អញ្ចឹងជាងគួរតែយកអាហ្នឹងមកជាគំរូថាបើនៅក្នុងស្រុកយើងរៀនវិជ្ជាអីវាតើយើងយកវិជ្ជាហ្នឹងទៅប្រើឲ្យចេញជាប្រយោជន៍មែនបានហៅតែចប់បានគួរតែត្រេកអរថាវាជោគជ័យមិនគ្រាន់ទទួលសញ្ញាបត្រពីគ្រូក៏ជោគជ័យជួនកាលសិល្បៈខ្លះថាតែចុះអ្នកខ្លះហ្នឹងស្រុកខ្មែរយើងរៀនសិល្បៈដើម្បីផ្លាញគេហ្នឹងសិល្បៈវាមាន3សិល្បៈរបស់ពាលសិល្បៈរបស់សាមញ្ញជនសិល្បៈរបស់បណ្ឌិតនិយាយបន្ថែមតិចចុះសិល្បៈរបស់ពាលហ្នឹងមានន័យថាវិជ្ជាហ្នឹងចេះពេលណាក្តៅគេពេលហ្នឹងយាវតេវៈអនត្ថាយៈញត្តតាំងពាលសៈជាយតេភាសាពុទ្ធបានសម្ដែងថាអាការចេះចាំរបស់មនុស្សខូចណាវាប្រព្រឹត្តទៅដើម្បីបំផ្លាញតែគេហើយនឹងខ្លួនឯងតែប៉ុណ្ណោះរៀនវិជ្ជាផ្សំថ្នាំពឹសធ្វើអាវុធធ្វើកភ្លើងរៀនទស្សនៈដើម្បីបំផ្លិចបំផ្លាញយកទឹកយកដីគេរៀនវិជ្ជាកេងដីបន្លំភ្នែកជិញរៀនវិជ្ជាដើម្បីបំពល់គេបោកគេហ្នឹងជាហៅថាពាលសិល្បៈពាលហើយគេអ្នកខ្លះមានភាពជោគជ័យក្នុងហ្នឹងទៀតអនុមោទនាត្រេកអរពេលដែលគេចេះថែមទៀតវាគួរអីត្រេកអរឡើយហ្នឹងជោគជ័យត្រង់ណាទៅមួយទៀតគេហៅថាសាមញ្ញសិល្បៈរបស់សាមញ្ញជនរៀនធ្វើគ្រូបង្រៀនបានប្រាក់ខែដើម្បីយកលុយយកកាក់ចាំបាយចាំទឹកប្រពន្ធកូននឹងមានអីប្លែកមានអីអស្ចារ្យតែជោគជ័យត្រង់ណាទៅជោគជ័យតែយើងគិតនោះ
យើងថាជោគជ័យខ្លួនយើងនោះមានអ្នកណាគេថាពិភពលោកណាគេទូស្គាល់អត់ទេពេលណាដែលយើងរៀនដល់កម្រិតបានលុយបានកាក់ហ្នឹងយើងហៅថាជោគជ័យតាមពិតទៅអ្នកស្រុកអ្នកស្រែគាត់មានសិល្បៈដែរគាត់ចេះស្ទូងស្រូវឡើងថ្នោតលក់លេហាលនោះមិនសិល្បៈរលួយលកាក់បានដូចគ្នាគ្រាន់តែតិចនឹងច្រើនទៅអាហ្នឹងគេហៅថាសាមញ្ញជនសិល្បៈសាមញ្ញគ្មានថ្លៃគ្មានថ្នូរទេប្រហែលតែគ្នាអត់មានទៅដំកើងថាអីខ្ញុំរៀនសាលាខ្ពស់បងលុយច្រើនណាត្រូវឲ្យខ្ញុំនៅមុខអត់មានអញ្ចឹងទេព្រោះឯងដើម្បីចាំតែកាពះហ្នឹងដើម្បីតែខ្លួនឯងតើមានអីត្រូវថ្លៃជាងអ្នកស្រែដែលគេចាំកាពះដែរតែប្រសិនបើអ្នកចេះវិជាណាមួយវិជានឹងរកលុយរកកាក់ដូចគេដែលឯងប៉ុន្តែអ្នកបានកត់ទិសដៅទុកដាក់ចេតនាតាំងទុកថាអ្វីដែលបានមកពីវិជារបស់អញគឺដើម្បីសុខដល់ជនដទៃយ៉ាងហោចណាស់ក៏បានអ្នកក្បែរខាងហ្នឹងបានបាយទឹកហូបដោយសាញដែរ កណាន មនុស្សដែលរៀនវិជាសិល្បៈបែបហ្នឹងខ្ញុំវាទៅជាសិល្បៈរបស់បណ្ឌិតអញ្ចឹងខ្ញុំការសិល្បៈរបស់បណ្ឌិតហ្នឹងនៅក្នុងសម័យព្រះនិយាយបានតិចឯរឿងខ្លីរយៈពេលវានេះដែរណាចាំពេលក្រោយថែមទៀតគាត់ម្នាក់ហ្នឹងគាត់ចេះតែផ្ទាត់ក្របគ្រោះអាវិធីផ្ទាត់ក្របគ្រោះដំបូងគាត់ផ្ទាត់លេងដល់ពេលផ្ទាត់លេងទៅវាផ្ទាត់ដៃគាត់ផ្ទាត់ចំលឹកឈើធ្លុះចេញជារូបសត្វបានដល់ពេលវិរិយជាថ្ងៃមួយទៅជួបគាត់ហ្នឹងពេញចិត្តក៏យកគាត់ហ្នឹងទៅនៅនឹងវាំងដើម្បីផ្ទាត់អាចប្រពែចូលវត្តអាមាត្យហ្នឹងនិយាយមន្ត្រីប្រជុំមួយវិរិយជាម្ដងនិយាយច្រើននិយាយមិនឈ្នះដល់ពេលអញ្ចឹងក៏ឲ្យបរោះហ្នឹងទៅពួនក្នុងវាំងនៅហើយផ្ទាត់ដាក់មាត់ហ្នឹងក៏ទៅពេលដែលគាត់ហាមាត់ដល់ពេលអាមាត្យហ្នឹងថ្ងៃក្រោយដឹងខ្លួនថាគេផ្ទាត់អាចប្រពែអាចអីដាក់ខ្លួនហ្នឹងទៅក៏រៀងចាលឈប់និយាយទៅវិរិយជាត្រេកអរវិរិយជាត្រេកអរក៏លើកតំណែងឲ្យគាត់នឹងឡើងទៅជាអីបានលុយបានកាក់ទៅលោកតសើត្រង់កន្លែងហ្នឹងថាសិល្បៈកុំថាតូចកប៉ិកប៉ុកប៉ុណ្ណាក៏ដោយក៏វាមានតម្លៃរបស់វាដែរបើសិនបើអ្នកធ្វើវាឲ្យត្រូវឯបរិះម្នាក់ទៀតដែលទៅរៀនពីគាត់ហ្នឹងគាត់មិនយកទៅបំរើការដល់ព្រះរាជាណាគាត់យកទៅផ្ទាត់ក្របគ្រោះដាក់តិចព្រះបច្ចេកពុទ្ធកំពុងបានហ្នឹងលោកក៏ស្លាប់ទៅអញ្ចឹងណា កណាន អញ្ចឹងបើថាវាជាបើសិនបើយើងមិនតាំងវាឲ្យត្រូវទេណាវាអត់មានថ្លៃអត់មានថោកអីជាងគ្នាទេវាស្មើតែគ្នាទេតែបើអ្នករៀនដើម្បីយកប្រយោជន៍ដល់ជនដទៃនេះខ្ញុំអូថតថងការស្ដាប់ធម៌នៅថ្ងៃហ្នឹងបើសិនតែយើងស្ដាប់ទៅបានការយល់បន្តិចការយកចំណេះចេះដឹងរបស់ខ្លួនទៅចែកដល់ជនដទៃហ្នឹងទាល់តែគេហ្នឹងបានផលមែនដោយថានិយាយស្រឡាញ់គ្នាអញ្ចឹងស្រឡាញ់គ្នាមែនណាអានោះមិនហៅថារៀនចប់បើមិនបានឃើញផលបែបហ្នឹងមិនហៅថារៀនចប់ទេកុំទាន់ដាក់ភារៈកុំទាន់ឈប់អញ្ចឹងណាទៅតាមពុទ្ធសាសនាលោកឲ្យបង្រៀនអញ្ចឹងតោះតែសាងប្រយោជន៍ឲ្យកើតសិនបានហៅថារៀនចប់ឥឡូវគួរបន្ថែមពីយោបល់ទៅលើអ្វីដែលញោមកំពុងនិយាយហើយនឹងលោកចាស់បាននិយាយឬក៏ប៉ុណ្្នឹងសិនយ៉ាងម៉េច កណាអាចថែម2នាទីបាន ឥឡូវថែមតិចចុះកំពុងតែបកស្រាយពីរឿងពុទ្ធៈមិញតាមពិតទៅដូចស្អីបានលើកឡើងអំពីគាត់ដែលអង្គុយមើលផ្លែប៉ោមមិញណាហើយខ្ញុំកណាបានស្ដាប់មិញយើងឃើញថាផ្លែប៉ោមជ្រុះក៏រើសស៊ីទៅប៉ុន្តែគាត់មើលឃើញផ្លែប៉ោមទៅគិតឯណាកំណត់បែបវិទ្យាសាស្ត្រទៅផ្សេងទៅជ្រៅពីយើងនិយាយថាអញ្ចឹងណាគិតច្រើនជាងមិនជ្រៅគិតច្រើនជាងហើយសួរថាតើនោះជាការពាល់ត្រូវដែរអញ្ចឹងស្មើពុទ្ធដែរពាល់ត្រូវដែរតាមពិតទៅពាក្យថាពុទ្ធៈមួយម៉ាត់ណាភាសាបាលីបើយើងនិយាយពាក្យថាដឹងត្រាស់ដឹងទៅទេដូចសាមញ្ញណាដូចស្មើតាញូស័កនោះហើយស្មើតាអ្នកអីផ្សេងហ្នឹងដែលគេថាគេក៏ពាល់ត្រូវដែរគេរកឃើញខ្លួនគេនោះគេទៅវិសោធជាប៉ូឡូនោះគេមិនពាល់ត្រូវមានទៅលើពីណាគេទៅផ្ទាល់ឋានប្រច័នគេជន់រួចហើយតើនោះគេមិនពាល់ត្រូវអញ្ចឹងមិនស្មើពុទ្ធពុទ្ធៈដែរនោះអត់មែនអញ្ចឹងទេពាក្យថាពុទ្ធៈមួយម៉ាត់ហ្នឹងវាមានអត្ថរបស់វាមានអត្ថបង្កប់របស់វា កណាន ពុទ្ធៈមួយម៉ាត់នេះបើនិយាយឲ្យត្រូវទៅពាក្យថាពុទ្ធៈមួយម៉ាត់មានអត្ថសម្មាក្នុងហ្នឹងពាក្យថាសម្មាចង់និយាយថាត្រូវអត់ខ្ចោះពាក្យថាពុទ្ធៈមួយម៉ាត់ណាមានអត្ថន័យថាត្រូវអត់ខ្ចោះត្រូវអត់លំអៀងបើម្នាក់មិញដែលអង្គុយមើលផ្លែប៉ោមហ្នឹងគាត់ថាផ្លែប៉ោមធ្លាក់ទៅគាត់ថាពាល់ត្រូវមែនទេណាគាត់នៅវែងថានឹងជាផ្លែប៉ោមហើយវាមានការធ្លាក់នេះជាអញជាអ្នកឃើញសម្គាល់បែបហ្នឹងតែភាសាពុទ្ធពាក្យថាពុទ្ធៈណាសម្មាក្នុងទីនេះដឹងត្រូវតាមសេចក្តីពិតថាព្រះអង្គសម្លឹងឃើញពិភពលោកនោះមានតែរឿងធាតុមានតែនាមហើយនឹងរូបគុំគ្នាហើយក៏ដំណើរទៅអនិច្ចំទុក្ខអនត្តាអត់មានប៉មអត់មានផ្លែប៉មអត់មានអ្នកធ្លាក់អត់មានអ្នកលើអ្នកក្រោមអីទេគាត់ពាល់ត្រូវនៅក្នុងភាពល្ងងនៅឡើយអញ្ចឹងណា កណាន វារបៀបដូចយើងចូលបន្ទប់ងឹតសូនដើរចាប់អានេះបន្តិចដើរចាប់អានោះបន្តិចសួរថាពាល់ត្រូវទេពាល់តាចាប់បានតាយល់តែខ្លួនឯងពាល់ដែរតាប៉ុន្តែច្បាស់ទេថាជាស្អីឲ្យប្រកបបង្ហាញគេបានអត់ទេនៅក្នុងបន្ទប់ងឹតសូម្បីតែជាប៉ូឡូដល់ណាក៏ដោយនៅតែមានអញអត្តាជាអ្នកជិះទៅភពនេះជាភពអីហើយមានខ្លួនមានប្រាណមានអីទៅក្នុងនោះតែតាមសេចក្តីពិតណាពុទ្ធៈមួយម៉ាត់មានអត្តសម្មាក្នុងហ្នឹងមានហើយតែនាមហើយនឹងរូបដែលវាផ្គុំឡើងហើយប្រព្រឹត្តទៅតាមច្បាប់ធម្មជាតិបែកធ្លាយទៅវិញទៅ
ពុទ្ធមួយម៉ាត់មានអត្តសម្មាក្នុងចាំមើលក្នុងថ្ងៃស្អែកបើសិនបើបោកស្រាយអាចលើកន្លែងនឹងតិចឡើងវិញពូនិយាយអញ្ចឹងនិយាយមិនយល់ទេការនិយាយញាប់ហើយនិយាយបញ្ញាប់អញ្ចឹងវានាំឲ្យខុសអត្តទី2របស់វាមានអត្ថភ្ញាក់រលឹកជាការៈភ្ញាក់រលឹកក្នុងទីហ្នឹងចង់និយាយថាម៉េចពួកយើងទាំងឡាយធ្លាប់តែដើរទៅក្នុងផ្លូវណាទៅព្រមគ្នាទាំងលៀនអ្នកនេះអត់ដែរមានណាផ្ទុយណាពាក្យថាពុទ្ធមួយម៉ាត់ពុទ្ធដឹងផ្ទុយពីយើងផ្សេងពីយើងដាច់ឡែកទៅយើងទៅបែបបដ ாய் ពុទ្ធបច្រាការដឹងរបស់ពុទ្ធបែបបច្រាអញ្ចឹងណាមានអត្តជាកិរិយក្នុងទីនឹងផងដូចអ្វីដែលខ្ញុំកណាលើកឡើងមិញអញ្ចឹងយើងទាំងឡាយសម្លឹងឃើញពិភពលោកហ្នឹងថាមានសត្វមានបុគ្គលមានអ្នកប្រាជ្ញអ្នករកឃើញអ្នកបណ្ឌិតអីយ៉ាងជាដើមមកមានពីលមានល្ងងមានខ្លៅមានតូចមានធំអាហ្នឹងបដ ாய் តាមគ្នាហ្នឹងសួរថាពីមុនញូតនក្នុងទៀតហ្នឹងតើមានអ្នកធ្លាប់អញ្ចឹងអត់មានគេដឹងមកតែអញ្ចឹងឯងមុនញូតនទៀតដឹងណាខ្លះដែលធ្លាប់ដឹងអញ្ចឹងគេជាគាត់ផងហើយមកតឥឡូវហ្នឹងក៏មានអាញស្តាញខ្លាំងជាងគាត់ផងមែនអត់អញ្ចឹងវានៅតែបដ ாய் តាមគ្នាឯពុទ្ធចំណេះដឹងរបស់ព្រះអង្គគឺវាច្រាស់វាដឹងទាំងស្រុងណាពុទ្ធមួយម៉ាត់គឺមានជាកិរិយភ្ញាក់រលឹកផងពុទ្ធមួយម៉ាត់ហើយពាក្យថាពុទ្ធមួយម៉ាត់ទៀតពុទ្ធអត្តមួយម៉ាត់ទៀតតតែមានពាក្យថាហេតៈក្នុងហ្នឹងគឺប្រយោជន៍ក្នុងទីនេះចង់និយាយថានាំឲ្យសត្វហ្នឹងផុតចាកទុកមែនដោយការដឹងរឿងអប៉ូឡូដឹងរឿងអីហ្នឹងសួរថានាំសត្វផុតទុកអត់ខ្ញុំអត់ទេណាវាបានប្រកបគុណចិត្តរបស់មនុស្សប្រកបគុណកាមគុណរបស់មនុស្សនឹងសុបាយទៅបើកើតទូរស័ព្ទកុំព្យូទ័រគេសិតតែពលត្រូវទាំងអស់រកឃើញដោយផ្ទាល់ដៃរបស់គេពលប្រច័នពលព្រះអាទិត្យឯណាក៏ដែរប៉ុន្តែនាំសត្វទៅរកទុកទេទុកត្រង់ណាត្រង់ថាវារួចចាអនិច្ចំទុកខាងអនត្តានេះវានៅតែកើតស្លាប់នៅតែយំយាយនៅតែបច្ចេកគ្នានេះទោះជារោបរមណ្ណូនុយក្លេអ៊ែរឃើញក៏វាផុតទុកដែរវានៅតែច្បាំងគ្នាអញ្ចឹងណាឯការចេះដឹងរបស់ពុទ្ធណាពុទ្ធៈក្នុងទីនេះនាំសត្វហ្នឹងឲ្យផុតចាកទុកបានបើអ្នកឯងបដិបត្តិតាមឃើញពុទ្ធៈក្នុងទីនេះផ្សេងពីគេទេហើយពុទ្ធៈមួយម៉ាត់ទៀតយើងមិនអាចយកពាក្យថាលទ្ធិមកនិយាយទេខ្ញុំកណាសុំជំទាស់កន្លែងនេះអាពាក្យថាលទ្ធិតាមសិភៅមិញលទ្ធិហ្នឹងតើតែអ្វីដែលយើងប្រើក្បាលគិតអ្វីណាដែលយើងប្រើក្បាលគិតទៅប្រមូលមកភាសាបាលីគេថាលទ្ធោលទ្ធិអ្វីដែលយើងប្រមូលបានមកណាដូចគាត់អង្គុយរាវអញ្ចឹងដូចញូតនគាត់អង្គុយរាវអញ្ចឹងរករូបមន្តរកវិជាថាតបានមកដល់ពេលបានមកនោះវាន័យថាវាត្រូវខ្លះវាខុសខ្លះត្រូវវាច្រើនជាងអីចឹងណាតែក៏មិនច្បាស់លាស់ដែរវានៅមានចំណែកខុសអាការគិតដោយក្បាលឲ្យបានចំណេះដឹងមកគេថាលទ្ធិចំណែកពុទ្ធមិនលទ្ធិទេសាសនាដទៃបង្រៀនមនុស្សខុសខ្លះត្រូវខ្លះព្រោះគេមិនបានពាល់ត្រូវដូចយេស៊ូអញ្ចឹងគេមានទ្រឹស្ដីរបស់គេដែរអាហ្នឹងគេថាលទ្ធិព្រោះគាត់អង្គុយគិតតែព្រះសម្មាពុទ្ធជាអ្នកពាល់ត្រូវមិនមែនជាអ្នកគិតទេមិនមែនជាអ្នកយកក្បាលទៅគិតឲ្យបានចំណេះដឹងទេអញ្ចឹងមិនហៅថាលទ្ធិទេហៅថាពុទ្ធៈសាសនាក្រៅអំពីអញ្ចឹងហៅថាលទ្ធិសាសនាអញ្ចឹងណាឧទាហរណ៍ដូចខ្ញុំកណាអញ្ចឹងពេលណាអង្គុយគិតទៅសាប់បានចំណេះដឹងខ្លះប្រមូលចេញជាសភៅទៅសេមកបង្រៀនដល់ជនដទៃសាប់ឲ្យគេរាប់ថាជាសាស្តាអញ្ចឹងគេហៅលទ្ធិសាស្តាលទ្ធិសាសនាអញ្ចឹងទៅហើយដាក់ឈ្មោះខ្លួនឯងទៅលទ្ធិអីលទ្ធិព្រហ្មញ្ញលទ្ធិយេស៊ូអញ្ចឹងទៅការទលឹកអីអញ្ចឹងទៅតែនៅព្រះសម្មាពុទ្ធពាក្យថាសាសនាមួយម៉ាត់គឺមេរៀនហើយពាក្យថាពុទ្ធៈមួយម៉ាត់គឺកើតចេញពីការពាល់ត្រូវបើយើងអង្គុយគិតពីសមុទ្ររូបរាងមិននោះមានត្រីប៉ុណ្ណាមានជំរឿប៉ុណ្ណាខ្សាច់រៀលមិនយើងមើលកសែតផងយើងមើលទូរទស្សន៍ផងអាចនិយាយត្រូវ 80% ទោះជាយ៉ាងណាក៏អ្នកឯងមិនមែនជាអ្នកពាល់ត្រូវដែរតោះតែយើងបានទៅងូចម្ដងទឹកចូលភ្នែកឆ្លក់ម្ដងនេះបានគេហៅថាអ្នកពាល់គឺចាប់យ៉ាងហ្មងពុទ្ធគឺអញ្ចឹងការនិយាយរបស់ពុទ្ធមិនមែនព្រោះការគិតទេណានិយាយពីការពាល់អញ្ចឹងពាក្យថាពុទ្ធិឬពុទ្ធៈមួយម៉ាត់នេះมันស្មើគ្នានឹងពាក្យថាត្រាស់ដឹងរបស់អ្នកប្រាជ្ញផ្សេងទេมันស្មើគ្នាទេខុសគ្នាឆ្ងាយណាស់ចិត្តដូចគុណកណាសុំកាត់តិចកន្លែងហ្នឹងដូចគេធ្លាប់បានលើគេប្រើពាក្យថាទស្សនវិជ្ជាពុទ្ធសាសនាជាទស្សនវិជ្ជាដូចគុណគិតថាការប្រើប្រាស់ហ្នឹងវាត្រឹមត្រូវឬក៏មិនត្រឹមត្រូវទេគុណបើយើងនិយាយពាក្យហ្នឹងពាក្យថាវិជ្ជាខ្ញុំគឺចំណេះដឹងវិជ្ជាមួយម៉ាត់ជាពាក្យសាមញ្ញឲ្យតែចេះដឹងមិនថាអាក្រក់មិនថាល្អហៅថាវិជ្ជាខ្ញុំទៅបីតែគុណដាវដើម្បីអាកកគេណារៀនបាញ់កំភ្លើងហៅថាវិជ្ជាដែរអញ្ចឹងណាកណានេះដល់ពេលអញ្ចឹងពាក្យថាវិជ្ជាមួយម៉ាត់ហ្នឹងគឺចំណេះដឹងហ្នឹងហើយទៅបីតែចាំក៏ដោយក៏ហៅថាវិជ្ជាដែរល្អក្តីអាក្រក់ក្តីមានប្រយោជន៍ឬអត់ក៏ដោយឯពាក្យថាទស្សនៈមួយម៉ាត់ហ្នឹងគឺកើតចេញពីការគិតទស្សនៈណាទស្សនៈហ្នឹងគឺកើតចេញពីការគិតទស្សនៈនេះបើត្រូវមេរៀនរបស់ភាសាពុទ្ធមិនស្រូវហៅទស្សនៈវិជ្ជាផងព្រោះពាក្យថាទស្សនៈហ្នឹងយើងយកទៅនិយាយជាមួយអ្នកប្រាជ្ញផ្សេងៗហ្នឹងគេគិតអីគេបានមេរៀនអីគេថាអ្នកទស្សនៈអ្នកនេះក៏ទស្សនៈអ្នកនោះក៏ទស្សនៈសូម្បីតែអាត្មាមានការយល់ដឹងខ្លះផ្សេងពីគេក៏ហៅថាទស្សនៈដែរប៉ុន្តែពុទ្ធទស្សនៈត្រង់ណាព្រះអង្គពលត្រូវណាព្រះអង្គចាប់ដោយដៃបានហ្មងហើយយើងត្រឹមតែ
យើងត្រឹមអង្គុយគិតពីចម្ងាយ គណៈដូចគុណ ហៅថាលោកកវីទូអីចេះបានត្រូវ គណៈអរគុណច្រើនការពិតកន្លែងហ្នឹងមានការជជែកគ្នាដែររឿងអ្នកខ្លះគាត់បានហៅពុទ្ធសាសនាជាទស្សនវិជ្ជាណាដល់ពេលដែលយើងហៅថាជាទស្សនៈទៅយើងនិយាយបកស្រាយពីពាក្យថាទស្សនៈមិញហ្នឹងមនុស្សនៅមានទស្សនៈមានន័យថាមនុស្សហ្នឹងអត់ទាន់ពាល់រឿងហ្នឹងត្រូវទេឧទាហរណ៍ដូចផ្លែប៉ោមអញ្ចឹងគឺអត់ទាន់បានទៅយកមកដាក់ក្នុងមាត់ដើម្បីដឹងរសជាតិពិតប្រាកដរបស់ប៉ោមទេនៅតែមានជាការសន្និដ្ឋានគ្រាន់ថាការសន្និដ្ឋានដោយហេតុផលហ្នឹងវាត្រឹមត្រូវដល់ទៅ 90% យ៉ាងម៉េចយើងមិនដឹងទេក៏ប៉ុន្តែវានៅតែមិនទាន់ទៅដល់កម្រិតនៃការពាល់ត្រូវអត់ទាន់បានញ៉ាំរបស់ហ្នឹងអត់ទាន់បានភ្លក់របស់ហ្នឹងអត់ទាន់បានជាការពិសោធន៍អញ្ចឹងនៅពេលដែលមនុស្សមានត្រឹមតែទស្សនៈគឺមនុស្សហ្នឹងនៅតែមានការជជែកនៅតែជាប្រភេទថាដកម៉ាមានន័យថាមានទិដ្ឋិមានការប្រកាន់រៀងខ្លួនអញ្ចឹងមនុស្សតែងតែឆ្លោះគ្នាដោយសារចំណុចហ្នឹងហើយមនុស្សរត់តែពិបាកទៀតនៅពេលដែលមានចំណុចហ្នឹងហើយយកអារឿងហ្នឹងមកធ្វើដូចខ្លួនឯងហ្នឹងជាអ្នកពាល់ត្រូវស្អីមួយដូចជាខ្លួនឯងច្បាស់លាស់ណាស់អញ្ចឹងក្នុងគណៈពេលដែលខ្លួនឯងស្ថិតនៅក្នុងដែលថារឿងមួយហ្នឹងស្ថិតនៅក្នុងការគិតការពិចារណាត្រឹមកម្រិតគូក្បាលរបស់ខ្លួនឯងតែប្រកាន់ថាខ្លួនឯងកំពុងតែខ្លួនឯងជាមនុស្សដែលត្រឹមត្រូវពិតប្រាកដទៅលើរឿងហ្នឹងឬក៏គំនិតហ្នឹងណាដែលនាំឲ្យមានទំនាស់គ្នាដោយសារតែពេលវេលាយើងបានមកដល់ហើយខ្ញុំកណាសូមអភ័យទោសផងដោយគុណសុភាមិនបានប្រកេនបន្ថែមទៅព្រះអង្គទេចាំរងចាំថ្ងៃស្អែកអញ្ចឹងកម្មវិធីពរជ័យជីវិតមកដល់ពេលនេះសូមក្រាបថ្វាយបង្គំលានិងសូមជម្រាបលា